ឥឡូវយើងសុភាពីរនាក់ដែលខ្ញុំយកមកថតជាមួយនេះគឺពួកគាត់ទៅមកពីថៃអញ្ចឹងអត់ទាន់មានការងារធ្វើឥឡូវយើងទៅជួបអារម្មណ៍ពិតរបស់ពួកគាត់ពីរនាក់ស្ដីពីរនាក់ចាបងស្ដីបានបងអូនឯងកាលនៅថៃអូនឯងទៅថៃទាំងពីរនាក់មែនចាបងកាលនៅថៃធ្វើអីទៅការសំណងធ្វើការសំណង់ធ្វើបែបអីរៀបឥដ្ឋឬក៏លេងស៊ីម៉ង់ឬក៏មិនចាទៅថៃខុសច្បាប់ឬក៏មានប៉ាសពតមានបាត់គួរមានប៉ាសពតចាឥឡូវអត់គ្រប់អាយុធ្វើប៉ាសពតមិនអត់ដឹងតែខ្ញុំអុយគេធ្វើឲ្យគេមានអាបាត់អីគេនោះមែនទេបាត់ស៊ីពូអូហើយដល់ពេលបញ្ហាខ្មែរថៃចំនួនគ្នាមកគេឲ្យយើងមកវិញមកចាបងដល់ពេលឥឡូវនៅដល់ពេញអត់មានការងារធ្វើថាយកគ្រប់អាយុមែនអត់ចាបងអត់នេះក៏អត់អត់នេះក៏អត់ចានៅធ្វើការឲ្យបងសិនឲ្យចាំគ្រប់អាយុចាំធ្វើការឡើងផ្សេងចាហើយនៅថៃបាក់អីនៅថៃកាលនៅថៃបាទយើងនៅប្រទេសគេវាមិនស្រួលមែនទេចាពេលយើងទៅតែស្រុកខ្មែរទៀតអត់ទាន់មានការងារធ្វើទៀតចាសេតសេតសេតទៅទំនួលខុសត្រូវនៅគ្រួសារទៀតណាមែនទេចាម្នាក់សុទ្ធតែមានទំនួលខុសត្រូវនៅគ្រួសារអត់មានណាគេអត់ទេអ្នកខ្លះជាប់ធនាគារអ្នកខ្លះក៏អីបើយើងអត់មានការងារធ្វើទេក៏នឹងមានលុយណាបងធនាគារអញ្ចឹងសង្ឃឹមថាយើងទាំងពីរអ្នកប្រឹងប្រែងទាំងអស់គ្នាកុំខូចដាក់បងពេកលឿអត់តែខូចបើអត់យកតែបងឈប់បងឲ្យទៅផ្ទះវិញបងលឿអត់ចាចាជំនាញថាអត់ខូចទេអត់ខូចទេអត់ខូចតែខ្ទេចខ្ទីចង់អស់ហើយអាហ្នឹងគ្រាន់តែសាក់លបងសាក់លបងណាលួចអស់ហើយម្នាក់អត់អីនៅមួយបងសិននេះមិនមែនជារឿងដែលយើងនិយាយលេងសើចទេគឺជាការពិតប្រកបតែមកពីថៃដោយសារគាត់អត់គ្រប់អាយុតែការរោងចក្រគេមិនយកទេរោងចក្រខ្មែរយើងតគ្រប់អាយុហើយបានជួបខ្ញុំយកមកឲ្យលក់ដូរធ្វើដំណឹងមកខ្ញុំខ្លះមកអាណិតតែនេះក៏អាណិតមនុស្សពីរនាក់នេះអត់ស្រួលទេខូចក្នុងកាមេរ៉ាអញ្ចឹងសំដែងសមតែក្រៅវិញខូចទៅគេស៊ីនសុភាពសោះសុភាពអាណិតពួកគាត់ទាំងពីរនាក់អាណិតមែនទេធម្មតាគាត់គ្រួសាររបស់គាត់មានជាប់លុយធនាគារយើងទៅគាត់ត្រូវការរកលុយបណ្ដោះលុយធនាគារអញ្ចឹងយើងជួយគាត់បានក៏ជួយគាត់អត់អាចទៅរកការងារណាបានធ្វើតែរោងចក្រគេអត់យកអត់គ្រប់អាយុមានតែប៉ុណ្្នឹងឯងអរគុណបងប្អូនអរគ្នា